បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបភ្ជាប់គម្រោង Smart $1បាន 8G ណាបងប្អូនហើយ1រៀលកន្លះបាន 15G អញ្ចឹងដើម្បីភ្ជាប់គម្រោងនេះគឺបងប្អូនចូលអនុវត្តតាមខ្ញុំណាបាទអញ្ចឹងមុននឹងយើងចូលដូរគម្រោងបងប្អូនត្រូវឆែកមើលទូរស័ព្ទរបស់បងប្អូនដែលមានជាប់គម្រោងផ្សេងអត់ណាបងប្អូនបើសិនជាទូរស័ព្ទបងប្អូនខ្លះចូលលុយទៅវាកាត់អស់1សេន2សេន3សេនអញ្ចឹងទៅបងប្អូនអញ្ចឹងយើងដូរលុយអាចនឹងអត់គ្រប់ទេលុះត្រាតែយើងឧទាហរណ៍ថាយើងបញ្ចូល1រៀលទាល់បញ្ចូលថែម50សេនទៀតប៉ុន្តែ50សេនគេអត់ឲ្យទេតបញ្ចូល1រៀលទៀតអញ្ចឹងឡើង2រៀលអញ្ចឹងកុំឲ្យខាតលុយបងប្អូនយើងត្រូវផ្ដាច់គម្រោងនឹងចោលសិនទៅបងប្អូនអញ្ចឹងដើម្បីផ្ដាច់គម្រោងហ្នឹងបើបងប្អូនអត់ចេះឆែកញញ៉ៃបងប្អូនទេទៅក្រុមហ៊ុនណាបងប្អូនអ្នកចុចតាមខ្ញុំមកបាទចុច12004បាទអញ្ចឹងយើងបញ្ជូនណាបងប្អូន1204បាទយើងបញ្ជូនមកហើយយើងបើក speaker នេះបងប្អូនឲ្យគេនិយាយឲ្យក្រុមហ៊ុនសូមស្វាគមន៍មកកាន់ក្រុមហ៊ុន Smart បាទអញ្ចឹងក្រុមហ៊ុនគេនិយាយសូមចុចលេខ1បើអញ្ចឹងយើងស្ដាប់ខ្មែរយើងប៉ះអានេះបងប្អូនយើងចុចលេខ1មកមិញគេឲ្យចុចដើម្បីទទួលបានជំនួយរហ័សសូមជ្រើសរើសជំរឿនមនុស្សឲ្យបានត្រឹមត្រូវឥឡូវយើងស្ដាប់គាត់បន្តិចសិនបានព័ត៌មានដែលអ្នកត្រូវការឬជួបជាមួយភ្នាក់ងារណាមួយរបស់យើងបញ្ចូលលុយមានឱកាសឈ្នះលុយសុទ្ធទូរស័ព្ទដាំតិចសិនបងប្អូនកន្លែងហ្នឹងទាល់តែដល់ពេលគេឲ្យយើងចុចបន្តទៀតចាំយើងចុចលេខ1កាត់កោនិងអេបធនាគារឥឡូវនេះសេវាកម្មហៅចេញរបស់អ្នកត្រូវបានផ្អាកដំណើរការសូមធ្វើការបញ្ចូលលុយដើម្បីបើកដំណើរការឡើងវិញសម្រាប់ព័ត៌មានអំពីគម្រោងនិងសេវាកម្មរបស់ដល់ឡើយហ្នឹងបងប្អូនចុចលេខ1សម្រាប់ព័ត៌មានអំពីអ៊ីនធឺណិត Wi-Fi ដើម្បីពិនិត្យមើលគម្រោងបច្ចុប្បន្នរបស់អ្នកដល់ពេលចុចលេខ1ហើយយើងចុចលេខ0ហ្មងដល់បងប្អូនជួបជាមួយក្រុមហ៊ុនយើងចុចលេខ0បាទអញ្ចឹងហាក់ចូលរបស់លោកអ្នកនឹងត្រូវបន្ថត់ចម្លងក្នុងបងប្អូនអញ្ចឹងបន្តិចទៀតគេនឹងលើកឲ្យបើសិនជាគេអត់រវល់តែបើសិនជាគេជាប់រវល់ច្រើនយើងរៀងចាំមកសទុះហ្នឹងបងប្អូនចាំតិចឬក៏បើយូរពេកយើងចុចភាសាទៀតមកសន្ទនាជាមួយសហការីយើងខ្ញុំបន្តិចទៀតក្រុមហ៊ុនគេលើកដើម្បីវាយតម្លៃសហការីនោះលើគុណភាពនៃការផ្ដល់ចុចទៅប៉ុណ្ណឹងណាបងប្អូនលេខ1លេខ0ការហៅរបស់លោកអ្នកត្រូវបានភ្ជាប់ទៅកាន់ភ្នាក់ងារ Smart បាទភ្ជាប់ទៅភ្នាក់ងារអញ្ចឹងពេលគេលើកបងប្អូនប្រាប់ចុះចេះខ្ញុំជ្រាបសួរតើបងមានឆ្ងល់អ្វីបងជួយបានទេបងបាទឃើញបងប្អូនអញ្ចឹងគេលើកណាអញ្ចឹងបងប្អូនមិញលើសំឡេងគាត់លើកអីប្រាប់ទៅភ្នាក់ងារគេបាទបងប្អូនសួរឲ្យគេបិទគម្រោងចាស់របស់យើងចោលទៅបាទហើយយើងធ្វើតាមណែនាំគេណាទីហោថាគេឲ្យគេផ្ដាច់ឲ្យយើងបិទទូរស័ព្ទមួយផ្លេតអញ្ចឹងណាបិទឲ្យយើងបើកវិញចាំយើងបដូរលុយបាទបដូរអាលុយដែលយើងបញ្ចូលហ្នឹងបងប្អូនប៉ុន្តែយកល្អបងប្អូនទេទៅក្រុមហ៊ុនសិនណាទេទៅក្រុមហ៊ុនឲ្យគេផ្ដាច់ឲ្យយើងបញ្ចូលលុយកុំឲ្យវាកាត់ទៀតបាទបើយើងបញ្ចូលឲ្យបានទេក្រុមហ៊ុននោះជួនកាលវាកាត់យើងដូរលុយអត់ក្រុមដែរតែឥឡូវដើម្បីបដូរយើងបដូរយកតែម្ដងទៅបាទខ្ញុំប្រាប់10ណាប្រាប់មួយជីបាន1រៀលបាន8ជីសិនយើងដូរលុយ1រៀលសិនកាយ17 10គុតកាយ100កាយបាទកាលមុនយើងដាក់កន្លែងនេះតែ100ហ្នឹងបងប្អូនតែឥឡូវយើងដាក់លេខ1ទៀតបាទហើយបានទ្រង់ជ្រូកខ្ញុំថតវីដេអូមុនប្រហែលជាមួយឆ្នាំមុនគឺកន្លែងនេះខ្ញុំអត់ដាក់លេខ1ហ្នឹងបងប្អូនឥឡូវខ្ញុំអាប់ដេតវីដេអូថ្មីកុំឲ្យបងប្អូនខ្លះគាត់មើលទៅគាត់ច្រឡំគាត់ថាខ្ញុំដូរអត់ត្រូវអញ្ចឹងណាដូរទៅដូរអត់បានដែរអត់បាន 8G ទេអញ្ចឹងបងប្អូនដូរតាមនេះវិញបាទអាវីដេអូមុននោះវាយូរហើយបាទគេអាប់ដេតផ្សេងហើយបាទអញ្ចឹងយើងចុចភាសាទៀតនេះបងប្អូនចុចតែប៉ុណ្្នឹងហើយបញ្ជូនណាបងប្អូនចុចបញ្ជូនទៅបាទតែដោយសារទូរស័ព្ទនេះគឺអត់មានលុយណាអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែប៉ុណ្្នឹងទេបាទយើងចុចបញ្ជូនមក
បង្ហាញឲ្យបងប្អូនមើលតាមណាបងប្អូនអនុវត្តតាមហើយរបៀបឆែកលុយបាទនេះអត់គ្រប់ទេអញ្ចឹងវាដាក់សូមអភ័យទោសបាទរបៀបឆែកលុយគឺយើងចុចផ្កាយ17 10គត់ផ្កាយ8 3ដងបងប្អូនបាទហើយបញ្ជូនទៅ8 3ដងត្រង់ជ្រូកបញ្ជូនអញ្ចឹងមួយសន្ទុះវានឹងលោតពេលបងប្អូនចុចអញ្ចឹងហើយផ្លែតវានឹងលោតសារមកបងប្អូនឆែកមើលណាថាយើងដូរបានហើយនៅបាទបើយើងដូរហើយជួនកាលវាអត់ទាន់លោតសារមកបងប្អូនបើកភ្លាមទៅគឺបើកអ៊ីនធឺណិតភ្លាមទៅវាអាចនឹងអត់ទាន់ដើរឬក៏វាអាចនឹងកាត់អាលុយដែលយើងបញ្ចូលក្នុងប្រព័ន្ធអាលុយក្រៅប្រព័ន្ធហ្នឹងក៏ថាបានហ្នឹងបងប្អូនអញ្ចឹងយើងត្រូវដើម្បីឲ្យច្បាស់យើងត្រូវឆែកមើលសិនបាទឆែកតាមខ្ញុំបង្ហាញមិញហ្នឹងគឺផ្កាយ17 10គត់ផ្កាយ8 3ដងទ្រង់ជ្រុងបងប្អូនអញ្ចឹងវាអត់មានពិបាកទេបងប្អូនដែលអត់ធ្លាប់ចេះក៏អាចចុចតាមខ្ញុំបានដែរបាទគឺពេលខ្លះយើងយកប្រឡប់អីយើងពិបាកទៅរកគេឲ្យធ្វើឲ្យណាតែឥឡូវមួយទៀតដូរ1រៀលកន្លះណាបងប្អូនដូរ1រៀលកន្លះក៏ស្តៀងគ្នាដែរបងប្អូនដូរតាកន្លែង100ហ្នឹងយើងដាក់150វិញបាទ17 10គត់ដែរផ្កាយ150បាទ150ផ្កាយលេខ1ដូចគ្នាបងប្អូននេះឃើញអញ្ចឹងខុសតាកន្លែងនេះណាបងប្អូនហើយបញ្ជូនទៅបាទតែនេះអត់លុយណាបងប្អូនអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលទេគឺធ្វើតាមហ្នឹងទៅគឺដឹងឲ្យបានហើយបើបងប្អូនឆ្ងល់ទេអាចខមមិនខាងក្រោមអីទេឬក៏បងប្អូនលេខទូរស័ព្ទខ្ញុំធ្លាប់បង្ហាញហើយបាទ086 88 3382បងប្អូនឆាតតាម Telegram មកបាទចាំខ្ញុំតបបើខមមិនក្នុង YouTube គីឡូវារៀងយូរណាបងប្អូនតោះឥឡូវយើងរបៀបឆែកលុយវិញដូចគ្នាបងប្អូនបាទអានេះយើងឆែកលុយ1រៀលកន្លះដូចគ្នាណា1រៀលកន្លះ1រៀលម៉ានរៀលដល់បងប្អូនយើងឲ្យទៅភ្ជាប់គម្រោងគឺយើងឆែកអញ្ចឹងហើយបញ្ជូនទៅអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទេបងប្អូនដែលថ្មីបើកុំភ្លេចចុច Subscribe ណាដើម្បីទទួលបានចំណេះដឹងក៏ដូចជាកលឹះថ្មីតាក់ទងនឹងផ្នែកទូរស័ព្ទឬក៏បាទពេលខ្លះខ្ញុំក៏អាចបង្ហាញអំពីដំណោះស្រាយផ្សេងនៅខាងបណ្ដាញសង្គមណាបងប្អូនដូចជា TikTok Facebook អីហ្នឹងខ្ញុំក៏មានបង្រៀនខ្លះដែរជាពិសេសគឺ Facebook បងប្អូនបាទបងប្អូនដែលចង់នេះក៏អាចតាក់ទងរៀនក៏អាចតាក់ទងមកខ្ញុំតាម Telegram ហ្នឹងក៏បានដែរបាទអរគុណច្រើន